សូរិយាអូនយើងបានមកដល់ហើយអូនសូរិយាឲ្យផ្លែឈើមកបងចាំបងជួយកាន់ណាសូរិយាអូនសូរិយាអូនខូចណាស់រត់ចោលបងផងចាំមើលបងចាប់បានណាចាំខ្ញុំឲ្យបានសិនទៅចាប់បាននេះគិតលឿនណាស់តាសូរិយាស្រស់ស្រីកនិខានឹងរៀមបងតែពីអង្គាដើរដោយដងកាត់ព្រៃជ្រោះច្រងច្រឡងជ្រៅមើលសពធម្មជាតិដោះជ្រៀតចម្រោស្រស់ស្រាយមនោរម្យណាស់បងនាំមេស្ងស្រីកែវនួននេអងផលណាមកមេក្នុងព្រឹងណាប្រយមានទាំងមិនឡាយផ្លែឈើមិនចាប់បងល្អណាស់រៀមសែនរីករាយបណ្ដាឆោមឆាយបេះផ្លែផល្លាស្និទ្ធស្នេហ៍ធម្មជាតិបន្លែបង្ការដូចគូសង្សារស្នេហាវ័យក្មេងមនុស្សនឹងធម្មជាតិរស់អាស្រ័យគ្នាមនុស្សអ្នកការពារប្រយោជន៍វែងភោគផលកើតពិតដោយឯកឯងប្របីក្រៃលែងសម្រាប់មនុស្សសត្វមើលចាបងឯងបាច់ញើសច្រើនម្ល៉េះសូរិយាអូនស្អាតណាស់សូរិយាអូនសូរិយាហើយសម្បត្តិរបស់លោកឪពុករាជសីកូនពេលនេះភូមិស្រុករបស់យើងពើងជួបប្រទេសច្របូកច្របល់ខ្វល់អស់ប្រជាចិត្តក្រំគ្រាជាខ្លាំងណាស់ដោយសារក្រុមចៅបុតមុខវាយអុកលុកលួចប្លន់ធ្វើបាបអ្នកស្រុកគ្មានលុះថ្ងៃណាឡើយចាប់ខាងកើតរបូតខាងលិចច្បិចខាងលើប៉ុន្តែកូនកុំគិតច្រើនក្រានចំណេះឲ្យឆាប់ចេះជួយកម្លាំងកុំចាក់ខ្មាំងចោលព្រៃទាំងអស់នោះលោកឪពុកមានវ័យកាន់តែចាស់ចូលរៀងទៅហើយតែត្រូវមកដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះអូនណែនក្នុងចិត្តណែអាណិតណែពងក្រៃហត់នើយរាល់ថ្ងៃដើម្បីប្រជាអូនណែនក្នុងចិត្តណែអាណិតណែពងក្រៃនើយហត់ណែ
កូនមិនអាចងាយនៅស្ងៀមមេឲ្យពុកងាយវេទនាមេត្រូវតែរួមគ្នាការពារមេប្រជាងមេឲ្យបានមេសុខសាន្តប្រែជាកលយុគចៅជនបិទមុខពីលមហាធ្វើទុកអុកឡុកក្នុងរដ្ឋារជាខ្លោចផ្សារស់ផិតភ័យអោលោកឪពុកក្នុងនាមកូនជាកូនប្រុសកូននឹងដោះស្រាយវែកមុខដើម្បីរកសក្តីសុខជូនជាតិប្រជាឲ្យបានអញចេះណាហេតុអីចង់សម្លាប់យើងឆ្លើយព្រាមបើពួកអញមិនឆ្លើយបានយើងនឹងសម្លាប់ពួកអញចោលគេរីណារកតើមែនហើយពួកអញទៀតហើយមួយលើកជាពីរលើកទៅហើយឬពួកឯងចង់សម្លាប់យើងមែនទេអូរីកសីគ្នាឯណាចង់សម្លាប់ឯងនោះសម្លាញ់គ្នាគ្រាន់តែសាកវិជាជាមួយនឹងឯងដូចជារត់ដល់ទេណាសម្លាញ់មែនទេគ្រីមែនអូហើយមិនយល់អំពីពួកឯងសោះហេតុអីបានជាចេះតែចង់សម្លាប់យើងអើយរាជសីឯងខ្លាំងពូកែណាយើងគ្រាន់តែសាកស្វ័យដៃតើបើគ្រាន់តែចង់សាកហេតុអីប្រាំងរត់យើងឆ្ងល់ពួកឯងតើពេលណាទៅពួកឯងអស់ចិត្តទៅហើយរាជសីបើអាកាសនៅតែមានយើងសាករបររហូតតើតែយកឈ្នះឯងបានមែនហើយថាមិនត្រូវនោះទេថ្ងៃណាមួយយើងនឹងអាចយកផ្ទះឯងទៅថាបានបើអញ្ចឹងស្រេចតែពួកឯងចុះតែថ្ងៃស្អែកយើងត្រឡប់ទៅស្រុករបស់យើងវិញហើយពួកឯងប្រឹងប្រែងរៀនសូត្របន្តទៀតចាណាអូរាជសីបងត្រឡប់ទៅស្រុកវិញតែមានរឿងអីមែនទេបងសូរិយាលោកឪពុកបានផ្ញើសម្បត្តិមកមានក្រុមចៅកំណាចវាធ្វើទុកទោសអុកឡុកអ្នកស្រុកភូមិបងមិនអាចសំឡំលាក់ខ្លួនពុនច្រកយកសក្តីសុខតែម្នាក់ឯងបាននោះឡើយណាអូនចាជឿជាក់ទុកចិត្តពុតថាពូកែអ្នករក្សាថែអំនួតអត់ក្រែងប្រៀបដូចគីងគក់ដើរលក់ថ្នាំស្រែកស្រែកតែក្តែងក្តែងអត់បានការដកទៅដែលវានៅក្នុងសាច់វាមិនងាយនឹងយកចេញតែយើងនឹងវះកាត់យកចេញឲ្យតើបានអូរាជសីរាជសីឯងប្រុងលេងមែនតើណារាជសីស្អែកនេះឯងទៅស្រុកមែនអីមែនហើយយើងទៅស្រុករបស់យើងវិញហើយអូយរាជសីហើយអីក៏ប្រញាប់ម្ល៉េះមានរឿងអីមែនទេអូអត់មានរឿងអីទេគ្រាន់តែឬពួកឯងមានអីលាក់បាំងនឹងយើងមែនហើយគឺទៅអើយវិញនិយាយស្អីឯងនេះគឺពួកយើងចង់រួមដំណើរទៅជាមួយនឹងឯងតែណាសម្លាញ់អូមែនហើយពួកយើងចង់ជួយឯងតែពេលនេះគ្នាមានកិច្ចការសំខាន់ដែលត្រូវធ្វើសិនណាចាំពេលគ្នាធ្វើរួចរាល់ហើយនោះគ្នានឹងទៅតាមក្រោយឯងក៏បានដែរណាសម្លាញ់អូអញ្ចឹងទេសម្លាញ់យើងអរគុណណាស់ទឹកចិត្តរបស់ឯងដល់ពីណាបាច់ទៅគ្នាលាទៅថាហើយណាទៅចោះរីស្ទៃគ្នាមិនរំខានឯទៀតទេគ្នាហើយសូរិយាគ្នាហើយណាចាទៅ
រាជសីបើតើពួកកែទាំងពីរនាក់មានអាកប្បកិរិយាប្លែកណាស់បង សូរិយាអូនចាំមើលចាស់សាបព្រោះនៃពុយខ្យល់ថ្ងៃណាមួយគង់បានផលខ្លាចជាជួសសង្គ្រាចាក់ជាមិនខាន